ចាលើកនេះមកបង្ហាញពីរបៀបឆុងម៉ាត់ឆាដល់លោកអើយលោកផឹកម៉ាត់ឆាមួយជាតិឲ្យបានតែដឹងថាម៉ាត់ឆាវាត្រូវមានឧបករណ៍ឆុងអត់ដែលដឹងសោះហើយឥឡូវក៏សាកទិញមួយឈុតយកមកសាកនឹងមើលតាមវីដេអូហ្នឹងទៅខ្ញុំឆែកមើលទៅឃើញគេប្រាប់ថាអាស័យគោហ្នឹងមុននឹងយើងយកមកប្រើគេឲ្យយកទៅត្រាំទឹកក្តៅអ៊ុន40 អង្សាហ្នឹងរយៈពេល1នាទីចាំយើងយកមកប្រើតែសម្រាប់សៅម៉ាត់ឆាតមានតម្រងអញ្ចឹងហើយខ្ញុំដួសពីកូនលាភីហ្នឹងម្សៅហ្នឹងណាអញ្ចឹងបានកាលមុនផឹកទៅដុំម៉ែអើយខំប្រើអាម៉ាស៊ីនកូកាហ្វេហ្នឹងកូអត់ដាច់នៅតែដុំទៅមិនដឹងថាគេត្រូវមានអាស័យមានអីចឹងយកមកកូរចាហើយសម្រាប់ទឹកគេប្រើតែ40 អង្សាឯងគេប្រើក្តៅខ្លាំងឯងប្រើប្រហែល100 ml ខមនឹងបានទេខ្ញុំដាក់ទឹកហៀងឈុលនឹងបន្ទាប់មកយើងកូរវាគេថាម្សៅម៉ាត់ឆាកូរទៅចេញពពុះម៉ត់អាហ្នឹងម៉ាត់ឆាល្អប៉ុន្តែខ្ញុំក៏មិនដឹងដែរព្រោះខ្ញុំមិនមែនជាអ្នកជំនាញផឹកម៉ាត់ឆាអីទេឃើញហើយធ្វើតាមគេដែរហ្នឹងចាកូរមកយូរដែរហើយបានពពុះតន្តិចនឹងដូចក្នុងវីដេអូហ្នឹងហើយក៏សម្រាប់ចិត្តឲ្យឈប់កូរអូយច្រើនដងដែរហ្នឹងព្រោះចង់ដឹងថាមកពីយើងវាយមិនត្រូវឬមិនក៏ខ្ញុំអត់ដឹងដែរមានអ្នកណាដឹងជួយប្រាប់ផងបាទប៉ុណ្ណឹងពពុះហើយបន្ទាប់មកទៀតមានអីទេម៉ាត់ឆាខ្ញុំញ៉ាំខ្ញុំមកដាក់ស្ករឯងខ្ញុំញ៉ាំសាបចឹងហ្មងហើយដាក់ទឹកដោះគោទឹកកកប៉ុណ្ណឹងចាតែម្សៅម៉ាត់ឆាហ្នឹងមានអាខ្លះផ្អែមឡមទៀតប៉ុន្តែខ្ញុំចូលចិត្តញ៉ាំសាបមានអីទេវីដេអូមានប៉ុណ្ណឹងចាអរគុណដែលបានទស្សនាបាយបាយ